អ្នកទាំងអស់គ្នាដឹងឬអត់ថាជំងឺមិនឆ្លងស្ទើរតែគ្រប់ប្រភេទដែលយើងហៅថា NCD ឬមកពីពាក្យពេញថា non communicable disease ដើមហេតុរបស់វាគឺស្ទើរតែដូចគ្នាទាំងស្រុងតែម្ដងនោះគឺការរាងកាយមានការរលាកឬហៅថា inflammation ហើយរឿងដែលគួរឲ្យតក់ស្លុតនិងព្រួយបារម្ភខ្លាំងបំផុតនោះគឺកើតឡើងពីរបបអាហារដែលយើងដាក់ចូលមាត់រៀងរាល់ថ្ងៃដែលភាគច្រើនមនុស្សគ្រប់គ្នាតែងតែមើលរំលងរឿងតូចតាក់ទងជាមួយនឹងការញ៉ាំហ្នឹងឯងយើងគិតថាវាអត់សូវចាំបាច់តែកុំភ្លេចណាថាអាហារគឺជាចំណុចចាប់ផ្ដើមដំបូងបំផុតនៃរាងកាយរបស់យើងដែលវានឹងបញ្ជាក់ថារាងកាយរបស់យើងចាប់ផ្ដើមមានបញ្ហាហើយពេលដែលញ៉ាំរបស់ណាមួយត្រូវតែទទួលការព្យាបាលឬក៏បញ្ជាក់ថាឈឺហើយមានបញ្ហាហើយវានឹងកាន់តែធ្វើបាបឬក៏បន្តឲ្យរាងកាយកាន់តែមានបញ្ហាថែមទៀតស្ដាប់ដល់ចំណុចនេះអាចនឹងមើលទៅហាក់បីដូចជាអត់មានអីគួរឲ្យភ្ញាក់ផ្អើលឬក៏ភ័យខ្លាចព្រោះថាវាអត់មានតួលេខឬក៏អត់មានរូបរាងណាមួយដើម្បីបញ្ជាក់តាមរយៈតួលេខដែលទទួលបានពី WHO ឬហៅថា World Health Organization ដោយបានបង្ហាញឲ្យឃើញថានៅចុងឆ្នាំ2025ប្រជាជនកម្ពុជាយើងមានចំនួនអ្នកដែលស្លាប់ដោយសារតែបញ្ហា NCD រហូតដល់ទៅ60000នាក់ឬគិតជាថ្ងៃស្មើនឹងក្នុងមួយថ្ងៃមានចំនួនអ្នកស្លាប់ដោយសារតែបញ្ហានេះរហូតដល់ទៅ164នាក់ឬស្មើនឹងរៀងរាល់10នាទីម្ដងមានមនុស្សស្លាប់ម្នាក់ហើយមានមនុស្សស្លាប់រហូតដល់ទៅ7នាក់រៀងរាល់1ម៉ោងម្ដងហើយបញ្ហាដែលកើតឡើងច្រើនជាងគេក្នុងចំណោមទាំងអស់នោះគឺជំងឺបេះដូងហើយនិងទឹកនោមផ្អែមគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺភាគច្រើនជាយុវវ័យហើយបរិមាណអ្នកដែលមានបញ្ហាទាំងអស់នេះភាគច្រើនគាត់មានដោយមិនដឹងខ្លួននិយាយឲ្យស្រួលយល់តែម្ដងបើសិនជាមានអ្នកស្លាប់ចំនួន3នាក់នោះមានន័យថា2ក្នុងចំណោមអ្នកទាំង3គឺមានបញ្ហា NCD សំណួរបន្តគឺដឹងបែបហ្នឹងហើយត្រូវធ្វើបែបម៉េចទៅពាក្យថា NCD ឬហៅថាជំងឺមិនឆ្លងគឺសុទ្ធសឹងតែជាប្រភេទជំងឺដែលអ្នកបង្កើតឡើងដោយខ្លួនឯងតាមរយៈកាលដែលអ្នកហូបអាហារ processed food ច្រើនពេកដែលហៅថាជា ultra processed food មានអ្វីខ្លះឧទាហរណ៍ដូចជា hamburger hot dog pizza pasta ឬក៏អ្វីទាំងឡាយដែលកែច្នៃរហូតដល់អ្នកមើលមិនដឹងថាតើវត្ថុធាតុដើមរបស់វាមកពីអ្វីជាពិសេសអាហារដែលបំពងដដែលហើយដដែលទៀតដោយប្រើប្រាស់ខ្លាញ់ដដែលចំណុចទី2ហ្នឹងគឺការដែលអ្នកញ៉ាំអាហារដែលមានសារធាតុម្សៅច្រើនដែលម្សៅជាប្រភេទម្សៅកែច្នៃហើយពោពេញទៅដោយសារធាតុស្ករដែលនេះហើយគឺជាគន្លឹះចម្បងដែលធ្វើឲ្យរាងកាយរបស់អ្នកកាន់តែរលាកកាន់តែខ្លាំងឡើងប្រៀបដូចជាដេចហ្គាសដែលត្រូវខិតប្រឆេះនៅក្នុងរាងកាយយើងអញ្ចឹងរាល់លើកនៅពេលដែលអ្នកញ៉ាំអាហារដែលមានសារធាតុស្ករចូលទៅក្នុងរាងកាយច្រើនខ្លាំងពេកនោះនឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយចុះខ្សោយភ្លាមសួរបន្តទៀតថាបើរាល់ថ្ងៃពោពេញទៅដោយអាហារទាំងអស់ហ្នឹងឯងចុះមានស្អីខ្លះដែលអាចហូបបានងាយមែនតើនោះគឺបន្លែបៃតងគ្រប់ប្រភេទដែលអ្នកទាំងអស់គ្នាអាចរកទិញបាននៅតាមផ្សារ local market ឬក៏ផ្សារទំនើបឬក៏ដាំដោយខ្លួនឯងក៏បានឲ្យតែដឹងប្រភពថាបន្លែទាំងអស់ហ្នឹងមកពីណាហើយត្រូវលាងសម្អាតវាឲ្យបានស្អាតនិងត្រឹមត្រូវដែលបន្លែទាំងអស់ហ្នឹងគឺមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលជួយជំរុញដល់ការធ្វើការរបស់រាងកាយច្រើនមែនទែនបន្ថែមពីនឹងទៀតគឺពពុះអាហារដែលមានសារធាតុខ្លាញ់ត្រីឬយើងហៅថា omega 3ហើយវានឹងជួយកាត់បន្ថយបញ្ហារលាកនៅក្នុងរាងកាយអ្នកទាំងអស់គ្នាអាចហូបជា supplement ឬក៏ហូបជាពពុះត្រីដែលអត់មានស្រកាវាមានសារធាតុទាំងអស់នេះច្រើនហើយផ្លែ avocado ឬយើងហៅថា fiber ចំពោះអ្នកដែលហូបជា supplement អ្នកទាំងអស់គ្នាក៏ត្រូវតែប្រុងប្រយ័ត្នដូចគ្នាបើសិនជាចំនួនបរិមាណខ្លាញ់ត្រីដែលទទួលបានវាតិចជាងចំនួនបរិមាណខ្លាញ់អាក្រក់ដែលផ្សំលាយជាមួយនឹងសារធាតុទាំងអស់នោះប្រៀបដូចជាអ្នកហូបខ្លាញ់អាក្រក់ចូលទៅក្នុងរាងកាយទូទេដូច្នេះដើម្បីទទួលបានជាការល្អយ៉ាងហោចណាស់មាន DHA ហើយនិង EPA លើសពី 50% ចង់ចូលរួមជាចំណាយជួយឲ្យប្រទេសយើងរីកចម្រើនអភិវឌ្ឍទៅមុខទៅអត់បើចាំធ្វើអីទេទី1គឺធ្វើយ៉ាងណាឲ្យសុខភាពខ្លួនឯងល្អប្រសើរនឹងអាចធ្វើការរកចំណូលដើម្បីចិញ្ចឹមជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើងអ្នកទាំងអស់គ្នាក៏ជាចំណែកដែលចូលរួមជួយដល់សង្គមមហាសាលទៅហើយថ្ងៃណាមួយស្រាប់តែទៅពិនិត្យឃើញថាខ្លួនឯងមានបញ្ហា cancer ឬក៏ជំងឺមហារីកឬក៏ស្រាប់តែមានបញ្ហាជំងឺបេះដូងឬក៏មានបញ្ហាខ្លាញ់រោមថ្លើមឬក៏មានបញ្ហាទឹកនោមផ្អែមអ្នកទាំងអស់គ្នាសាកសម័យមើលសុទ្ធតែជាប្រភេទជំងឺរ៉ាំរ៉ៃត្រូវអត់គ្រប់គ្នាសុទ្ធតែភ័យខ្លាចប៉ុន្តែនៅពេលដែលហូបស្រានៅពេលដែលហូបរបស់ដែលអត់ល្អអត់ដែលមិនណាគេសួរថាខ្លាចខ្លួនឯងឈឺដែរឬអត់សង្ឃឹមថាវីដេអូនេះនឹងខ្លាចទៅជាប្រយោជន៍ទៅកាន់អ្នកទាំងអស់គ្នាហើយក៏ជាចំណែកដែលគ្រាន់តែជួយដាស់តឿនថាមុននឹងដាក់អ្វីចូលទៅក្នុងមាត់តើប្រកាសឬអត់ថារាងកាយត្រូវការឬក៏អារម្មណ៍របស់អ្នកត្រូវការគ្រប់គ្នាអាចសុខភាពល្អបានតាមរយៈការដែលចាប់ផ្ដើមធ្វើពីរឿងតូចមើលថែខ្លួនឯងការគេញ៉ាំបានគ្រប់គ្រាន់ហូបរបស់ល្អហើយធ្វើលំហាត់ប្រាណសភៅនេះគឺជាចំណែកមួយដែលផ្លាស់ប្ដូរផ្នត់គំនិតចាស់ការគិតអវិជ្ជមានចំពោះខ្លួនឯងហើយនឹងការចាប់ផ្ដើមឲ្យខ្លួនឯងមានទំនាប់ល្អប្រសើរហើយក៏ជាចំណែកអភិវឌ្ឍទាំងខួរក្បាលនិងធ្វើឲ្យខ្លួនឯងក្លាយទៅជាមនុស្សថ្មីនៅក្នុង version ដែលល្អជាងមុនចាប់អារម្មណ៍កុំភ្លេចតាក់ទងតាមរយៈ Telegram ខាងលើនេះបានហើយយើងមកសុខភាពល្អទាំងអស់គ្នាជាមួយនឹង Silficret